ជាដំបូងខ្ញុំចង់សួរលោកមេធាវីសំសង្គមថាតើការយករូបភាពអ្នកដទៃមកផុសនៅបណ្ដាញសង្គមដោយសារជំពាក់លុយមិនសងជាទង្វើខុសច្បាប់ដែរឬទេចំពោះម្ចាស់ដែលគាត់ឲ្យខ្ចីលុយហើយតែបុគ្គលផ្សេងទៀតដែលគាត់ខ្ចីហ្នឹងមិនបានសងហើយតែម្ចាស់ដែលខ្ចីលុយហ្នឹងយកទៅផុសបែបនេះនោះបាទបើយើងយោងទៅតាមក្រមប្រមត្តននៃប្រជាកម្មជាយើងហ្នឹងគឺសកម្មភាពដែលជាហៅថាម្ចាស់បំណុលដែលគាត់នៅពេលដែលគុំបំណុលមិនបានសងប្រាក់ឲ្យយករូបភាពក៏ដូចជាសរសេរអត្ថបទនៅក្នុងបណ្ដាញសង្គម Facebook ហ្នឹងគឺជាបើយោងទៅតាមច្បាប់គឺជាអំពើមួយខុសច្បាប់បាទខុសច្បាប់ហ្នឹងគឺយើងគិតថានៅក្នុងច្បាប់ហ្នឹងគឺមានបទបញ្ញត្តិតាក់ទងទៅនឹងបទបរិហាកេរឬក៏បទញុះញង់ដែលមានបញ្ញត្តិនៅក្នុងមាត្រា305នៃក្រមព្រហ្មទណ្ឌហើយក៏ដូចជាមាត្រា494និង495នៃក្រមព្រហ្មទណ្ឌផងដែរដោយសារតែយើងច្បាប់យើងគឺតាក់ទងទៅនឹងការខ្ចីបុលហ្នឹងគឺគេហៅថាខ្ចីបរិភោគហ្នឹងនៅភាសាច្បាប់ណាហើយចឹងការខ្ចីបរិភោគនេះបានថាវាតាក់ទងនឹងកាតព្វកិច្ចរវាងម្ចាស់បំណុលហើយនិងកូនបំណុលអ្នកខ្ចីហ្នឹងហើយក៏ច្បាប់ក៏បានបញ្ញត្តិដែរថាបើសិនជាភាគីណាមួយមិនបានបំពេញកាតព្វកិច្ចគឺយើងមានផ្លូវមួយគឺយើងប្តឹងទៅតុលាការរដ្ឋបាលនេះដើម្បីទាមទារឲ្យភាគីណាមួយនោះមកបំពេញកាតព្វកិច្ចតាមនីតិវិធីច្បាប់ចឹងណាអញ្ចឹងបើសិនជាពួកគាត់ឧទាហរណ៍ថាបញ្ចាស់បំណុលហ្នឹងគាត់យកដោយសារការមិនសងបំណុលហើយយករូបភាពទៅបង្ហោះឬក៏យកទៅសរសេរអត្ថបទផ្សេងហ្នឹងគឺវាជាអំពើមួយខុសច្បាប់ព្រហ្មទណ្ឌខុសច្បាប់ព្រហ្មទណ្ឌហ្នឹងមានន័យថាវាប៉ះពាល់ដល់គេហៅថាកាលណាយើងផុសទៅវាប៉ះពាល់ទីមួយវាប៉ះពាល់ទៅនឹងគេថាសម្ដាប់ស្នប់សាធារណៈហើយតែមានភាពគេថាចលាចលហងមានភាពសម្ដាប់ស្នប់សាធារណៈផងហើយចំណុចដែលសំខាន់ជាងគេនោះគឺប៉ះពាល់ដល់សិទ្ធិបុគ្គលមិនថាប៉ះពាល់ដល់កិត្តិយសវាមានគោលបំណងឲ្យខូចកេរ្តិ៍ឈ្មោះអញ្ចឹងបានថាគាត់មានចេតនាទុច្ចរិតបាត់ហើយអញ្ចឹងវាធ្វើឲ្យមានប៉ះពាល់នឹងកិត្តិយសហើយប៉ះពាល់កេរ្តិ៍ឈ្មោះទោះបីជាគាត់ជាកូនបំណុលក៏ដោយទោះបីជាគាត់ជាពាក់បំណុលក៏ដោយប៉ុន្តែច្បាប់គេឲ្យយើងដើរតាមច្បាប់ថាគាត់ជាពាក់បំណុលตั้งแต่ตลาดการเอาไปเตรียมๆหนอแบบตบเขาแบบจะเจียมปืนไม่เซ็งอะไรแบบปืนเขาแบบไม่เซ็งตีចុះបើសិនអ្នកដែលគាត់ត្រូវបានគេយករូបទៅផុសខូចគេឈ្មោះដំជាការចាប់ពាក់លុយតិចតួចដោយសារតែគាត់មិនសងអីជាដើមហ្នឹងជនរងគ្រោះដែលគេត្រូវផុសហ្នឹងគាត់អាចប្តឹងទៅខាងណាដែរដើម្បីទាមទារឬក៏ឲ្យលុបឬក៏អីយ៉ាងណាតកតងផ្លូវច្បាប់នោះបាទតកតងផ្លូវច្បាប់វាជាករណីព្រហ្មទណ្ឌគឺវាមានកន្លែងពីរដែលយើងត្រូវដាក់ពាក្យបណ្ដឹងទីមួយយើងដាក់បណ្ដឹងទៅសមាជិកអាហ្នឹងបើសិនជាវាជាបទល្មើសមួយថាព្រហ្មទណ្ឌជាក់ស្ដែងហើយនឹងវាទៅកើតឡើងថ្មីយើងអាចបណ្ដឹងទៅសមាជិកដោយសារសមាជិកគាត់អាចនឹងចាត់វិធានការលឿនជាងតុលាការហើយឬមួយគឺប្រើពាក្យឬបានថាឬគាត់អាចដាក់ពាក្យបណ្ដឹងមកតុលាការដែលគេហៅថាតុលាការខេត្តឬក៏ក្រុងនៅតាមខេត្តនីមួយៗហ្នឹងហើយយើងបណ្ដឹងហ្នឹងគឺយើងបណ្ដឹងទៅកន្លែងគេហៅថាការគឺទៅកន្លែងគេថាស្ថាប័នអាយកាមកស្ថាប័នអាយកាគាត់ជាម្ចាស់បណ្ដឹងអាជ្ញាផងជាអ្នកទទួលការទទួលបណ្ដឹងតាក់ទងសំណុំរឿងព្រហ្មទណ្ឌផងដែរ